សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមានផលិតផលថ្មីចង់យកមកបង្ហាញគឺជាម៉ាស៊ីនច្រូត ម៉ាក Low Volt RG 130 សេសដំឡើងនៅប្រទេសចិនបងប្អូនទាំងអស់គ្នាមុខកត្រៃរបស់វាមានទំហំរហូតដល់ 2 ម៉ែត្រ 8 តឹកឥឡូវយើងងាកមកមើលបំពង់កវាវិញបំពង់កនេះធ្វើការមិនក៏អត់ងាយអួលដែរបងប្អូនព្រោះដោយសារតែវាមានទទឹងរហូតដល់ 5 តឹកកន្លះធំខ្លាំងមែនទែនឥឡូវយើងមកមើលកង់របស់វាវិញបងប្អូនបើបងប្អូនមើលពទាកស៊ូកង់នេះវិញវាទៅដល់ 6 តឹកហើយកន្លាកង់មើលទៅគឺវាមានសមត្ថភាពក្នុងការខ្ញាំដីបានល្អអត់ងាយរអិលទេបងប្អូនឥឡូវបើយើងងាកមកមើលឡឡូនេះវិញគឺជាប្រភេទឡឡូតាន់ត្រាំខ្លាញ់គោនៅពេលដែលយើងដូរខ្លាញ់គោម្ដងយើងអាចប្រើការបានរហូតដល់ 5 ទៅ 600 ម៉ោងបានដូរម្ដងទៀតឥឡូវខ្ញុំចង់បង្ហាញមកផ្នែកខាងទូបោកបន្តិចបងប្អូនទូបោកនេះសំខាន់ទូបោកនេះវាមានប្រវែងទទឹងរហូតដល់ 6 តឹក 2 ហើយប្រវែងបដោយលើស 2 ម៉ែត្រ 2 តឹកវាបោកបានស្អាតល្អខ្លាំងមែនទែនដោយឡែកកញ្ច្រែងរែងរបស់វាវិញបងប្អូនវាមានទៅដល់ 3 ជាន់វារែងបានស្អាតអត់ដោយស្ដីអត់ដោយជង្គង់ទេគ្រាប់ស្រូវចេញមកគឺស្មើស្អាតតែម្ដងធុងប្រេងនេះចំណុះដល់ 240 លីត្រចាក់ម្ដងមកពេញហ្នឹងធ្វើការបាន3 ទៅ 4 ថ្ងៃឥឡូវមកមើលបំពង់បាញ់វិញបងប្អូនបំពង់បាញ់នេះអស់សោះហ្មងបងប្អូនលើកខ្ពស់បំផុតបានទៅដល់ 5 ម៉ែត្រ 2 តឹកទាបបំផុត 1 ម៉ែត្រហើយទម្ងន់ស្រូវ1តោន 300 គីឡូនេះវាបូមតែ 6 នាទីអស់ហើយអស់ពីធុងហ្មងនេះធុងស្តុកដាក់បានដល់ 1តោន 300 គីឡូច្រូតរាល់ដងណាអ្នកច្រូតតែងតែមកចុះបោះកន្លែងនេះត្រូវទេបងប្អូនប៉ុន្តែឥឡូវមិនបាច់បោះទៀតទេវាមានកង្ហារនៅខាងក្នុងបាញ់កំតិចកំទីខាងក្រៅនេះអត់ឲ្យងាយជាប់កន្លែងហ្នឹងអញ្ចឹងធ្វើការយូរក៏អត់ងាយក្តៅដែរមកឥឡូវមកដល់កន្លែងស្រួលម្ដងដើម្បីផាសុខភាពរបស់អ្នកច្រូត Low Volt មាន 2 ជម្រើសចង់បានម៉ាស៊ីនត្រជាក់ក៏បានអត់ក៏បានអត់មានម៉ាស៊ីនត្រជាក់ក៏មានកង្ហារដែរបើសិនជាបងប្អូនមានចម្ងល់ឬចង់តាក់ទងសាកសួរព័ត៌មានបន្ថែមសូមតាក់ទងលេខទូរស័ព្ទ